បើកអីហ្នឹងអ៊ីរ៉ង់ម្ដងបិទម្ដងបើប៉ុន្តែអាមេរិកអត់ទាន់បើកច្រកហមូសនេះទៅវិញទេនៅឡើយទេព្រោះអីអ៊ីរ៉ង់កាលដំបូងថាចង់បើកហើយបើកទៅរឹតត្បិតអីអញ្ចេះអញ្ចោះដល់អាមេរិកកុំឲ្យអ៊ីរ៉ង់នឹងនៅកាច់បានស្រាញ់ចិត្តគឺបិទចោលទាំងស្រុងតែម្ដងចំពោះតែកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ដែលឆ្លងកាត់ច្រកហមូសពីកំពង់ផែអ៊ីរ៉ង់ទៅកំពង់ផែណាមួយទៀតក៏ដោយនៅលើពិភពលោកព្រោះចង់កាច់អ៊ីរ៉ង់ហ្នឹងកុំឲ្យកឡុកយកច្រកហមូសហ្នឹងម្ដងយកស៊ុយសាអកម្ដងបាញ់បហាម្ដងអីតែម្សិលមិញនេះរឿងពីរគឺរឿងទី1គឺកប៉ាល់ដឹកទំនិញផ្សេងប្រហែលពី3គ្រឿងនៅច្រកហមូសហ្នឹងណានៅពេលដែលព្រមព្រៀងគ្នាឲ្យបើកឲ្យអីអស់ហើយអ៊ីរ៉ង់បានបាញ់ប្រហារទៅលើកប៉ាល់អឺចេញអាទូកបណ្ដេញគេទូចហ្នឹងដេញបាញ់ប្រហារដែលធ្វើឲ្យនាវាដឹកទំនិញហ្នឹងគ្នាត្រូវដកថយត្រូវអញ្ញាយពេញទឹកពេញដីគឺថាអ៊ីរ៉ង់នៅតែធ្វើព្យុះភ្លៀងនៅតំបន់ហ័រមូសហ្នឹងប៉ុន្តែมันមានកញ្ជ្រួចមីស៊ីលអីធំទេគឺបាញ់ជារបៀបដូចថាទូកកណូតលឿនហើយមានបំពាក់កាភ្លើងយន្តលើហ្នឹងអញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺថ្ងៃម្សិលមិញដដែលហ្នឹងក្រៅតែពីព្រឹត្តិការណ៍អ៊ីរ៉ង់បាញ់កប៉ាល់ដទៃទៀតដែលឆ្លងកាត់តាមច្រកហ័រមូសហ្នឹងគឺអាមេរិកចាប់ផ្ដើមបាញ់កប៉ាល់របស់អ៊ីរ៉ង់តែម្ដងដែលតាមពិតមុននឹងបាញ់កំទេចនេះអាមេរិកបានព្រមានកប៉ាល់នេះទុកពេលឲ្យដល់ទៅ6ម៉ោងព្រោះកប៉ាល់ចម្បាំងរបស់អាមេរិកប្រាប់សញ្ញាទៅនាវារបស់អ៊ីរ៉ង់នេះថាអ្នកមានពេល6ម៉ោងឲ្យវិលក្បាលមកវិញឬក៏ត្រូវមិនអាចឆ្លងកាត់ចូលក្នុងច្រកហ័រមូសនេះបានទេព្រោះអាមេរិកបិទអស់ហើយដោយសារតែបំរាមមួយគឺទាល់តែអ៊ីរ៉ង់ទទួលព្រមតាមកិច្ចព្រមព្រៀងចរចាឈប់ផលិតអាវុធបរមាណូបានអាមេរិកបើកច្រកនេះហើយបើអត់បើកទេគឺបើអត់ព្រមទេគឺអាមេរិកនឹងបិទរហូតដើម្បីយកជាឧបករណ៍តតាំងចរចាជាមួយនឹងអ៊ីរ៉ង់នៅថ្ងៃច័ន្ទគៀពុធនេះក៏ប៉ុន្តែដោយសារតែម្ចាស់កប៉ាល់ដែលដឹកទំនិញអ៊ីរ៉ង់ពីច្រកកំពង់ផែអ៊ីរ៉ង់នឹងមិនព្រមស្ដាប់ទើបធ្វើឲ្យអាមេរិកចាប់ផ្ដើមបាញ់ប្រហារតែម្ដងគឺបាញ់ចេញពីកប៉ាល់ចម្បាំងអាមេរិកទៅប៉ុន្តែមុននឹងបាញ់ប្រហារហ្នឹងបើតាមស្ដាប់អ្វីដែលជាខ្សែអាត់វីដេអូនិងសំឡេងដែលសហរដ្ឋអាមេរិកគឺខាងកងនាវានិងក្រសួងការបរទេសអាមេរិកគេបញ្ចេញផ្សាយជាសាធារណៈនោះគឺអាមេរិកក៏បានព្រមានប្រាប់ទៅនាវិកនិងកាពីតានកប៉ាល់ទាំងអស់នោះឲ្យចេញពីកាប៊ីនដែលមានម៉ាស៊ីនកណូតម៉ាស៊ីនកប៉ាល់ហ្នឹងដើម្បីព្រោះអីអាមេរិកនឹងបាញ់ប្រហារទៅតំបន់ហ្នឹងដើម្បីធ្វើឲ្យនាវានេះវាគាំងដំណើរព្រោះធម្មតាតែបាញ់ចំកន្លែងដែលម៉ាស៊ីនដំណើរការហ្នឹងគឺវាលុតម៉ាស៊ីនហ្នឹងហើយវាមិនអាចឆេះអីឬក៏បន្តដំណើរទៅមុខទៀតទេព្រោះអីប្រាប់ឲ្យដូរទិសដូរអីឬក៏ឈប់អីយ៉ាងណានោះគឺខាងអ៊ីរ៉ង់គេមិនស្ដាប់ហើយខ្ញុំជឿថាអ៊ីរ៉ង់អាចគឺមិនស្ដាប់បានដែរព្រោះអីដែនហ្នឹងគេថាជាដែនអធិបតេយ្យរបស់គេរឿងអីគេមកស្ដាប់ការបញ្ជារបស់នាវាចម្បាំងអាមេរិកហើយអ៊ីរ៉ង់អាចច្បាស់នៅក្នុងខ្លួនទៅទៀតថាមានកិច្ចព្រមព្រៀងជាមួយគ្នាហើយថាច្រកហ្នឹងគឺអ្នកដែលសម្រេចគឺអ៊ីរ៉ង់ទេមិនមែនអាមេរិកតែអាមេរិកថាមិនមែនទេអាមេរិកមានសិទ្ធិសម្រេចព្រោះមាននាវាចម្បាំងច្រើនណាស់នៅច្រកហ័រមូសហ្នឹងដូច្នេះហើយបានជាអាមេរិកអាចបាញ់កំទេចនាវាមួយនេះតាមពិតមិនមែនជាបាញ់កំទេចឲ្យលិចទេគឺបាញ់តែត្រូវចំតែកន្លែងកាប៊ីនកន្លែងដាក់ម៉ាស៊ីនវាដើម្បីដំណើរការកប៉ាល់ហ្នឹងឥឡូវនេះពេលដែលបាញ់ប្រហាររួចហើយគឺកងទ័ពម៉ារីនអាមេរិកហ្នឹងគឺចុះពីលើកតុំរុយទាំងយប់បាទពីលើឧទ្ធម្ភាគចក្រហ្នឹងទៅគ្រប់គ្រងកប៉ាល់ហ្នឹងនៅពេលដែលគ្រប់គ្រងមានរឿងអីកើតឡើងបងប្អូនហេតុអីបានជាអាមេរិកទៅវាយប្រហារកប៉ាល់របស់អ៊ីរ៉ង់បើចិត្តចរចាមកដល់ថ្ងៃទៅហើយច្រកហ័រមូសហ្នឹងដូចជាព្រមព្រៀងគ្នាទៀតបងប្អូនដឹងមានប័ណ្ណឈប់បាញ់ហើយតើមិនចឹងហ៎ព្រោះប័ណ្ណឈប់បាញ់ហ្នឹងគឺនិយាយគ្នាឲ្យអាមេរិកដំបងពុំមានថានឹងកំទេចហេដ្ឋារចនាសម្ព័ន្ធធម្មពលអគ្គិសនីនិងស្ពានរបស់អ៊ីរ៉ង់ហ្នឹងឲ្យខ្ទេចម៉ត់ទៅជាផេះផង់បើមិនព្រមបើកច្រកហ័រមូសហ្នឹងគាត់និយាយលោកត្រាំនិយាយពីថ្ងៃទី15ខែមេសាអញ្ចឹងទុកពេលឲ្យមួយអាទិត្យគឺ7ថ្ងៃដើម្បីបើកច្រកហ្នឹងហើយមានប័ណ្ណឈប់បាញ់7ថ្ងៃហ្នឹងសម្រាប់សាកល្បងឥឡូវ7ថ្ងៃហ្នឹងនៅសល់តែប្រហែល2ថ្ងៃទៀតទេព្រោះអីថ្ងៃ22នេះគឺ
គឺថ្ងៃពុធនេះគឺចប់ហើយដល់ចប់7ថ្ងៃហ្នឹងហើយមុននឹងចប់ហ្នឹងឥឡូវគឺរឿងហ្នឹងកើតឡើងអញ្ចឹងហើយការចរចាដែលគ្រោងធ្វើនៅអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានខាងអាមេរិកបានបញ្ជូនគណៈប្រតិភូសំខាន់ទៅហើយបានន័យថាទៅត្រៀមនឹងចរចាដើម្បីជុំទី2ហើយជាជុំបញ្ចប់ដែរបើសិនជាអត់ចប់លើកនេះទៀតប្រហែលជាអ៊ីរ៉ង់អាចនឹងទៅជាផេះផង់ចុងក្រោយហើយប៉ុន្តែអ៊ីរ៉ង់នៅពេលចុងក្រោយហ្នឹងគឺគាត់នៅតែបិទច្រកហ័រមូសហ្នឹងដោយសារយកហេតុផលថាអាមេរិកបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៊ីរ៉ង់និងអាមេរិកដែលថាត្រូវបើកច្រកហ័រមូសក៏ប៉ុន្តែតាមពិតអ្នកដែលបំពានច្រកហ័រមូសនេះមុនគេមិនមែនអាមេរិកទេអ៊ីរ៉ង់ហាក់បីដូចជាបង្ហាញថាអាមេរិកខូចប៉ុន្តែបើនិយាយឲ្យសច្ចយុត្តិធម៌អ៊ីរ៉ង់ខូចដែរហេតុអីបានខ្ញុំថាខូចនៅពេលដែលមានកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ជាមួយអាមេរិកភ្លាមថ្ងៃ15ហ្នឹងគឺអនុវត្តសាកល្បងមួយសប្តាហ៍អ៊ីរ៉ង់ចាប់ផ្ដើមយកសួយសហករណ៍ព្រោះអីកាលនៅព្រមព្រៀងគ្នាថាត្រូវបើកច្រកហ័រមូសដោយសេរីអត់មានការរឹតបន្តឹងគ្មានលក្ខខណ្ឌគ្មានអីឲ្យរក្សាសុវត្ថិភាពទៀតតែផ្ទុយទៅវិញអ៊ីរ៉ង់ពេលដែលបើកច្រកហ័រមូសបើករបៀបលិបលបើកយកសួយសហករណ៍មកកប៉ាល់គឺដឹកប្រេងមួយធុងយក$1ចឹងកប៉ាល់មួយអាចរាប់$10,000ចឹងចេញចូលហ្នឹងមួយថ្ងៃសម្រាប់ការបង់សួយសហករណ៍ដល់អ៊ីរ៉ង់ហ្នឹងអាចទៅ$500 លានឯណោះក្នុងមួយថ្ងៃយើងសាកគិតមើលតើកប៉ាល់ប្រមាណគ្រឿងដែលនឹងចេញឲ្យទំនិញប្រមាណដែលចេញតាមច្រកហ័រមូសនេះគឺជាច្រកសេដ្ឋកិច្ចមួយយ៉ាងសម្បើមសម្រាប់ប្រទេសអ៊ីរ៉ង់ដែរក៏ប៉ុន្តែដល់អ៊ីរ៉ង់រដ្ឋបិទហ្នឹងដំបូងថាយកសួយសហករណ៍ក្រោយមកថាបិទវិញទៀតដោយសារអីយកលេសថាអ៊ីស្រាអែលទម្លាក់គ្រាប់នៅលីបង់ខ្លាំងសម្បើមអារឿងអ៊ីរ៉ង់និងអាមេរិករឿងផ្សេងទៅយករឿងអ៊ីស្រាអែលមកបូកលោកចឹងហើយបានជាលោកត្រាំមិនឲ្យអ៊ីរ៉ង់កាច់បានគឺគាត់ចាប់ផ្ដើមបិទច្រកហ័រមូសនឹងចោលតែម្ដងតែបិទតែសម្រាប់កប៉ាល់របស់អ៊ីរ៉ង់គត់គឺអត់បិទកប៉ាល់ដទៃទៀតទេកប៉ាល់ដទៃទៀតចេញចូលបានតែរឿងវាមានពីរពេលដែលអាមេរិកបិទតែកប៉ាល់អ៊ីរ៉ង់អត់ឲ្យចេញពីកំពង់ផែអ៊ីរ៉ង់ទៅកំពង់ផែផ្សេងទៀតរបស់អ៊ីរ៉ង់នៅលើពិភពលោកហ្នឹងហើយអនុញ្ញាតឲ្យកប៉ាល់ផ្សេងទៀតដែលដឹកទំនិញដែលមិនចេញពីកំពង់ផែអ៊ីរ៉ង់ឆ្លងកាត់ច្រកហ័រមូសបានដោយអត់មានបញ្ហាអ៊ីរ៉ង់អត់ឲ្យឆ្លងទាំងអស់អានេះហើយដែលមានការប្រទាំងប្រទេសឥឡូវអាមេរិកអត់ខ្វល់បិទមិនបិទគឺអាមេរិកបិទចោលចឹងមកឲ្យតែកប៉ាល់អ៊ីរ៉ង់គឺអាមេរិកបិទដល់ពេលហើយកប៉ាល់អ៊ីរ៉ង់មួយចំនួននេះម្សិលមិញនេះគឺល្មើសបំរាមហ្នឹងបានអាមេរិកបាញ់គម្រាមហ្នឹងដូច្នេះអ៊ីរ៉ង់ចោទអាមេរិកទៀតថាបំពេញប័ណ្ណឈប់បាញ់តាមពិតអ្នកដែលបំពេញប័ណ្ណឈប់បាញ់នេះគឺអ៊ីរ៉ង់ទេពីដំបូងឡើយរឿងច្រកហ័រមូសនោះដែលម្ដងបិទម្ដងបើកម្ដងយកសួយសារកម្ដងស្អីអញ្ចឹងណាតែចឹងដល់អាមេរិកចង់កាច់វិញគឺយកកប៉ាល់ចម្បាំងទៅទម្រាបគ្នានៅច្រកចេញចាំខ្ទប់កប៉ាល់ឆ្លងកាត់ច្រកហ័រមូសហ្នឹងតែម្ដងដោយមិនឲ្យឆ្លងបានទេឲ្យកប៉ាល់អ៊ីរ៉ង់ឥឡូវកប៉ាល់អ៊ីរ៉ង់បន្ថយខ្លួនមកហើយហាក់ប្រាប់ទៅ5-6ម៉ោង10បាញ់កំទេចហើយចូលគ្រប់គ្រងឥឡូវអ៊ីរ៉ង់ចោទអារឿងបាញ់កំទេចកប៉ាល់ហ្នឹងថាជាការប្រព្រឹត្តផ្ទុយនឹងបទឈប់បាញ់អាមេរិកលោកដូណាល់ត្រាំម្សិលមិញសរសេរសារអញ្ចេះគាត់ថាគាត់លែងចិត្តល្អទៀតហើយគាត់ប្រាប់ថាប្រហែលថ្ងៃនេះធ្វើរឿងចិត្តល្អឲ្យអ៊ីរ៉ង់បន្តិចដើម្បីឲ្យសម្រួលអីចឹងណាតាមពិតបើយើងមើលឲ្យមែនតែនទៅគឺអ៊ីរ៉ង់អស់ខ្យល់ហើយបងប្អូនខ្ញុំសរសើរអាមេរិកដែរដែលមានការអត់ធ្មត់នោះព្រោះកន្លងមកលោកត្រាំអត់ចេះអត់ធ្មត់ទេគឺថាទៅហើយគឺវាយខ្ទេចប៉ុន្តែប្រហែលជាចង់ប្រាប់ពិភពលោកថាឲ្យឱកាសឲ្យអ៊ីរ៉ង់ដែរក៏មិនដឹងបានជាគាត់ចេះតែអនុគ្រោះចុះអនុគ្រោះឡើងគាត់ថាអ្វីដែលគួរឲ្យកត់សម្គាល់មួយគឺអ៊ីរ៉ង់អស់ខ្យល់ហើយបងប្អូនមេដឹកនាំផ្ដាច់ការដូចអ៊ីរ៉ង់ណាកម្រចង់ចរចាណាបើខ្លួននៅខ្លាំងទេឬចរចាគឺទៅទេតែម្ដងហើយអ៊ីរ៉ង់ភ្លេចខ្លួនថានៅពេលដែលខ្លួនចាប់ផ្ដើមធ្វើសម្បទានឬក៏ចរចាឬក៏បន្ទន់អេរយាប័តណាមួយគឺខ្លួនកំពុងតែហុចដងដាវទៅឲ្យភាគីអាមេរិកហើយព្រោះភាគីអាមេរិកគឺលោកត្រាំក៏អត់មានថយក្រោយទេនៅពេលដែលអ៊ីរ៉ង់ចាប់ផ្ដើមទុនបានន័យថាគឺយើងចាប់ផ្ដើមបង្ហាញអំពីភាពជ្រាយភាពខ្សោយរបស់អ៊ីរ៉ង់ដោយស្វ័យប្រវត្តិព្រោះបើយើងប៉កែយើងហេតុអីចាំបាច់មកលុះក្រោមឥទ្ធិពល
នៅក្នុងការគម្រាមកំហែងរបស់អាមេរិកអីបើយើងគ្រាន់បើយើងអាចនៅបាញ់កំទេចនាវាអាមេរិកបានឬក៏អាចបំផ្លាញស្អីបានទៀតដែលមានកញ្ជ្រួចមីស៊ីលមានអីគ្រប់សពនោះមិនធ្វើទៅហេតុអីមកលុះក្រោមឥទ្ធិពលនៃការសម្លុតរបស់អាមេរិកបានន័យថាអ៊ីរ៉ង់អស់ខ្យល់ហើយនៅពេលដែលអស់ខ្យល់អាមេរិកក៏បន្លាយខ្សែនឹងឲ្យវែងបន្តិចទៀតដើម្បីលេងលបែងកដោចាប់កូនឆ្មាចាប់កដោបន្លែងកដោមុននឹងលេបមុននឹងស៊ីដល់អញ្ចឹងទៅចេះតែតាមទៅចុងក្រោយគឺនៅតែងាប់ទេអាសត្វកដោហ្នឹងអញ្ចឹងអ៊ីរ៉ង់ចូលដល់ធរនេះហើយគឺចូលដល់ធរថាខ្សោយគ្រប់យ៉ាងអស់មានស្អីទប់អស់មានអីនេះយកច្រកហមូសចុងក្រោយដល់តែពេលខ្លួនឯងគិតថាបិទបើកបានស្រេចចិត្តអាមេរិកបិទពីក្រៅទៀតអញ្ចឹងឥឡូវជាការគម្រាមគឺអាកមន់គម្រាមសត្វស្វាបាញ់កំទេចកប៉ាល់អ៊ីរ៉ង់មួយដែលល្មើសបំរាមនេះគឺប្រាប់កប៉ាល់ទាំងអស់ឲ្យប្រយ័ត្នខ្លួនតាមពិតមុនបាញ់កំទេចនេះអាមេរិកបានឲ្យឱកាសកប៉ាល់6ទៀតដែលមិនមែនជាកប៉ាល់អ៊ីរ៉ង់ផងក៏ប៉ុន្តែកប៉ាល់ដែលបង់លុយឲ្យអ៊ីរ៉ង់អាមេរិកប្រាប់ថាសូម្បីតែកប៉ាល់ណាដែលបង់លុយសូម្បីតែ$1ដើម្បីឆ្លងកាត់ច្រកហមូសហ្នឹងទៅឲ្យអ៊ីរ៉ង់ណាក៏អត់ឲ្យឆ្លងផុតដែរត្រូវមកវិញទាំងអស់6គ្រឿងមុនហ្នឹងអត់បាញ់ទេគឺថាកាច់អ៊ីរ៉ង់មួយគឺមិនឲ្យយកលុយយកអីបានទៀតបង់លុយអត់ឲ្យចេញទៀតសូម្បីតែមិនដឹកទំនិញអ៊ីរ៉ង់ក៏ដោយតែបង់លុយឲ្យអ៊ីរ៉ង់គឺមិនឲ្យអ៊ីរ៉ង់កាច់បានគឺទាឲ្យមកវិញបើអត់មកបាញ់កំទេចអញ្ចឹងកប៉ាល់នឹងបាត់ក្បាលមកវិញពេញទឹកពេញដីដូច្នេះវារៀងពិបាកដែរបងប្អូនបើស្ដាប់ប៉ុន្តែបើមើលទៅគឺអ៊ីរ៉ង់ដូចខ្ញុំនិយាយចឹងអស់ខ្យល់ដល់អញ្ចឹងទៅការចរចាថ្ងៃនេះថ្ងៃច័ន្ទនេះគៀពុត3ថ្ងៃនេះដើម្បីបិទបញ្ចប់សង្គ្រាមនេះគឺអ៊ីរ៉ង់ក៏អស់ជំរឿសដែរឥឡូវអ៊ីរ៉ង់គេងឿកទៅវិញទៀតគេថាឥឡូវអាមេរិកបំពេញបទឈប់បាញ់គេអត់ទៅចូលរួមកិច្ចប្រជុំចរចាទ្វេភាគីរវាងអ៊ីរ៉ង់និងអាមេរិកនៅអ៊ីស្លាមាបាតប៉ាគីស្ថាននៅថ្ងៃច័ន្ទនេះឬអង្គារពុធនេះខ្ញុំថាល្អមើលហើយតើគាត់ងឿកបានប៉ុណ្ណាយើងចាំមើលទៀតព្រោះលោកត្រាំគាត់ថាគាត់ឈប់ធ្វើល្អអីណាបធូរបថយអីអ៊ីរ៉ង់ទៀតហើយព្រោះគ្រប់គ្រាន់ហើយអ្វីដែលជាចុងក្រោយហ្នឹងបើអ៊ីរ៉ង់នៅតែមិនចូលរួមចរចាឬក៏មិនលុបបំបាត់អាវុធបរមាណូទេគឺអាមេរិកនឹងកំទេចហេដ្ឋារចនាសម្ព័ន្ធរោងចក្រផលិតថាមពលអគ្គិសនីនិងស្ពានទាំងអស់មិនមែនទម្លាក់គ្រាប់បែកបរមាណូដូចបងប្អូនមួយចំនួនផ្សាយទេគឺបានន័យថាកាត់ផ្ដាច់ទំនាក់ទំនងស្ពានរឿងថាមពលអគ្គិសនីហើយបើអញ្ចឹងស្លាប់អស់ជាតិសាសន៍នេះមួយនឹងងងឹតឈឹងជាពិសេសពួកអ៊ីរ៉ង់ដែលនៅក្នុងរូងដីដែលអាងកជ្រួចបាញ់ចេញពីរូងដីហ្នឹងចប់ហើយហ្នឹងទៅហើយបាទបងប្អូនយើងនឹងតាមដានរឿងនេះតទៅទៀតប៉ុន្តែខ្ញុំជឿថាអ៊ីរ៉ង់អស់ជំរឿសហើយអាមេរិកគ្រាន់តែបន្លាយខ្សែឲ្យតែផុតអស់ពីខ្សែនឹងចប់ហើយគឺជាឆ្មាបន្លែងសត្វកដោទេអ៊ីរ៉ង់គឺជាសត្វកដោអាមេរិកគឺជាសត្វឆ្មាយើងដឹងហើយថាការចរចាបែបនេះគឺគ្មានយុត្តិធម៌អីសម្រាប់អ៊ីរ៉ង់ទេយើងទៅចរចាជាមួយសពាវុធយោធាគេអាចបិទគេអាចខ្ទប់អីបានស្រេចចិត្តរួចទៅយើងនេះនឹងដូចខ្មែរចរចាជាមួយថៃអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើខ្ញុំនិយាយពីរឿងយុត្តិធម៌អត់មានយុត្តិធម៌សម្រាប់អ៊ីរ៉ង់ទេក៏ប៉ុន្តែបើយើងនិយាយថាចោះអាមេរិកគួរបន្តដើម្បីបញ្ចប់សង្គ្រាមនេះឲ្យល្អហើយស្ដារប្រទេសនេះឲ្យមានប្រជាធិបតេយ្យសិទ្ធិមនុស្សត្រឹមត្រូវទេខ្ញុំថាគួរធ្វើឲ្យចប់ទៅហើយឲ្យអ៊ីរ៉ង់គ្រប់គ្រងប្រទេសខ្លួនគេទៅក៏ប៉ុន្តែនៅតែមានប្រជាប្រដ្ឋច្រើនណាស់ជំទាស់នឹងចំណាត់ការរបស់លោកត្រាំដែលបំពេញច្បាប់អន្តរជាតិអីនឹងនៅដដែលទេប៉ុន្តែជាទីបំផុតបើសិនសប្តាហ៍ថ្ងៃនេះអ៊ីរ៉ង់បាក់ថ្មងដែរនិយាយឲ្យត្រង់ទៅគឺអ៊ីរ៉ង់អស់មានថ្មងអញ្ចឹងទៅវាធ្វើឲ្យពិភពលោករៀងមានសុវត្ថិភាពជាងមុនបន្តិចដែរហើយអ្នកនៅមជ្ឈិមបូព៌ាហ្នឹងលែងក្អកអ្នកណាចង់ផលិតអាវុធផលិតស្អីចិនស្អីរុស្ស៊ីអីក្អកអត់បានដែរអញ្ចឹងទៅវាមួយយ៉ាងដែរឲ្យមានបងធំក៏បងធំចុះឲ្យតែមានបងធំមួយខ្លាំងជាងគេជួយកាងអញ្ចឹងទៅជាងឲ្យបងធំច្រើនអញ៉ៃបពពួកផ្ដុំគ្នាទៅធ្វើឲ្យពិភពលោកចលាចលសប្តាហ៍ថ្ងៃនេះពិភពលោកមានតែមួយហ្នឹងមានតែអាមេរិកហ្នឹងតាក្រៅពីហ្នឹងរុស្ស៊ីទៅឆ្លោះគ្នាមួយអ៊ុយក្រែនអត់ទាំងឈ្នះអ៊ុយក្រែនផងហ្នឹងគ្នាធ្វើអ៊ុយក្រែនកើតតម្លាក់ចុះតម្លាក់ឡើងអ៊ុយក្រែនធ្វើដ្រូនទៅតម្លាក់ដល់រុស្ស៊ីវិញនៅកាំងស្ញាញ់ហ្នឹងស្លាប់មនុស្សអស់រាប់សែននាក់
ចឹងក៏មិនអាចមកជួយអីលូកដៃអីមកតាក់ទងរឿងអ៊ីរ៉ង់អីហ្នឹងជួយមកត្រូវដបងរបស់អាមេរិកទៀតទៅ បាទឥឡូវនេះគឺព័ត៌មានទី2តាក់ទងនឹងប្រេងឆៅឡើងថ្លៃវិញហើយបងប្អូនដោយសារអីវាអត់ច្បាស់លាស់ម្សិលមិញម្សិលមួយថ្ងៃហ្នឹងចុះ10%ឥឡូវឡើងមក6%វិញនៅក្នុងមួយធុងហ្នឹងឡើងដូចជា$96វិញហើយជិត100វិញហើយអញ្ចឹងកម្ពុជាយើងក៏រងឥទ្ធិពលនៅក្នុងការឡើងចុះអញ្ចឹងថ្លៃសាំងហ្នឹងក៏វាមិនអាចចុះទាន់ដែរហើយនៅអាមេរិកនេះអឺ ប្រេងនៅក្នុងមួយធុងមួយកាឡុងបានន័យថា4លីត្រនៅស្រុកអាមេរិកនេះគឺគេគិតជាកាឡុងបងប្អូនគេអត់ចាក់រាប់លីត្រដូចយើងទេនៅស្រុកខ្មែរយើងចាក់1លីត្រនៅស្រុកនេះអត់ចាក់រាប់លីត្រទេគឺគេគិតលុយពី1កាឡុងហ្មងគឺបានន័យថា4លីត្រម្ដងហើយក្នុងមួយកាឡុងហ្នឹងគឺមុននឹងមានសង្គ្រាមនៅអ៊ីរ៉ង់នេះគឺក្រោម$3ជាទូទៅនៅលើសហរដ្ឋអាមេរិក ប៉ុន្តែហើយរដ្ឋខ្លះគឺមានលើស$3អញ្ចឹងបានន័យថាម៉េច4លីត្រតម្លៃសាំងអត់ដល់$3ទេអញ្ចឹងបានន័យថាសាំងនៅអាមេរិកនេះណាមុនមានសង្គ្រាមនៅអ៊ីរ៉ង់នេះណាក្រោម1លីត្រក្រោម$1ទេអញ្ចឹង1លីត្រអត់ដល់4000រៀលទេនៅក្នុង1លីត្រហ្នឹងគឺ3500រៀលអីអញ្ចឹងទេបាទបើយើងនិយាយទៅគឺសាំងនៅអាមេរិកនេះសូម្បីតែប្រាក់ខែគេលើសខ្មែរយើងដល់ទៅរាប់សិបដងបើយើងនិយាយពីប្រាក់គឺប្រាក់បំណាច់គេហ្នឹងគឺបើយើងប្រៀបធៀបទៅស្រុកខ្មែរគឺលើសរាប់សិបដងមិនមែនរាប់ត្រឹម4-10ដងដូចជាប្រាក់កម្មករកាត់ដេររោងចក្រអីអញ្ចឹងយើង$210ហើយឮសូរបានដល់$210នៅរោងចក្រស្រុកខ្មែរហ្នឹងគឺស្មើនឹងគេធ្វើការនៅនេះមួយថ្ងៃទេបើយើងនិយាយទៅណាមួយថ្ងៃគេបាន$150ទៅ$180អ្នកខ្លះគេបាន$250ដែរដូច្នេះប្រាក់មួយថ្ងៃស្មើនឹងយើងមួយខែប៉ុន្តែប្រេងសាំងវិញនៅអាមេរិក1លីត្រអត់ដល់$1បើនៅខ្មែរវិញគឺជាង4000រៀលក្នុង1លីត្រលើសគេនិយាយទៅបើយើងមើលទៅគឺមិនដឹងថាតើវាខុសគ្នាឆ្ងាយមេឃដីយ៉ាងម៉េចតាក់ទងនឹងរឿងប្រេងហ្នឹងណាតែយើងទៅបន្ទោសស្រុកខ្មែរក៏តាមមិនបានដែរព្រោះអីយើងវាគ្មានប្រេងគ្មានស្អីទេយើងមិនទៅរកប្រេងឯណាបានឥឡូវមានអាប្រេងនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃហ្នឹងគ្មានក្រុមហ៊ុនណាទៅរកកើតទេបងប្អូនបានមកដំណក់ចុងក្រោយគេហ្នឹងគឺបានតែមកដំណក់ហ្នឹងឯងមកតក់ហ្នឹងទៅចប់ហើយព្រោះឥឡូវថៃគេកំពុងរលុបអា MOU 2021ដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងអត់មានក្រុមហ៊ុនណាទៅរកប្រេងជាមួយយើងទេដូច្នេះរឿងទៅបូមប្រេងបូមអីហ្នឹងគឺ10000ឆ្នាំហើយក៏ប៉ុន្តែមិនមែនអាក្រក់ពេកទេបងប្អូនវាពិបាកខ្លាំងសម្រាប់រដ្ឋាភិបាលកម្ពុជាសពថ្ងៃដែលមិនអាចនឹងទៅយកលុយពីប្រេងហ្នឹងមកដើម្បីដោះបំណុលឬក៏ដើម្បីបំពន់ធ្វើឲ្យគណៈបកកាន់អំណាចនេះកាន់តែរឹងមាំបន្តបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យទៀតប៉ុន្តែវាចំណេញសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងទូទៅ1លាន17លានអ្នកជាងនឹងដែរនៅពេលដែលធនធានធម្មជាតិទាំងអស់នោះអត់ទាន់កាយមកវានៅបាតសមុទ្រណាគឺវាសល់ហើយសម្រាប់ឲ្យកូនចៅខ្មែរយើងចំនួនក្រោយបើយកមកចែកគ្នាស៊ីអស់ទៅពុកលលួយបានតែក្រុមបកពួកនិយមអីអញ្ចឹងមកហើយយើងចម្ពាក់បំណុលគេគ្មានទីបញ្ចប់ទុកទៅឲ្យសល់អញ្ចឹងទៅថ្ងៃក្រោយទៅចាំកាយមកមានការដឹកនាំរដ្ឋាភិបាលមួយមានគណៈបកប្រឆាំងមានគណៈបកកាន់អំណាចស្មើតុល្យភាពគ្នាមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានប្រព័ន្ធប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងវាល្អដោះស្រាយបញ្ហាលុយជាតិនឹងកុំឲ្យគេលួចច្រើនពេកអានឹងបើបានពេលហ្នឹងសល់អញ្ចឹងក៏ល្អដែរ